មួយដង្ហើមនាំទុកមួយជីវិតរបស់បរិយាកាសនេះដើម្បីអនាគតគឺស្វែងថ្ងៃស្អែកយកអ្វីរងំទៅមានចំណាយវិជាមិនមែនដោយសារបរិយាកាសបំផ្លាញសុខភាពនៅអនាគតទេជំរាបសួរលោកគ្រូអ្នកគ្រូគណៈកម្មការនិងសិស្សនិស្សិតទាំងអស់ជាទីគោរពពាក្យពោលក្នុងនេះបានបង្ហាញយ៉ាងច្បាស់អំពីគ្រោះថ្នាក់នៃការប្រើប្រាស់បរិយាអេឡិចត្រូនិកដែលជាបញ្ហាមួយកំពុងគំរាមកំហែងដល់សុខភាពនិងអនាគតរបស់យុវវ័យជាច្រើននាពេលបច្ចុប្បន្ននេះជំរាបសួរលោកគ្រូអ្នកគ្រូអ្នកខ្ញុំមកជួយថាPCA ជាសាលាណាគណៈទី9ខឆ្នាំសិក្សា2025-2026នៃសាលាការិយាពេញសាខាទី3សង្កាត់មួយសង្កាយខណ្ឌសែនយ៉ារាជធានីភ្នំពេញនៅក្នុងថ្ងៃនេះអ្នកខ្ញុំពិតជាមាននៅសេចក្តីសោកនៅរីករាយយ៉ាងខ្លាំងដែលមានព័ត៌មាននៅក្នុងកម្មវិធីការប្រកួតប្រជែងនិយាយជាសាធារណៈក្រៅពីតំបន់មួយនិយាយអំពីផលប៉ះពាល់នៃការប្រើប្រាស់បរិយាអេឡិចត្រូនិកតាប្រធានបទខាងលើមានអត្ថន័យអប់រំយើងទៅនៅខ្លះអបវេទិកាទាំងមួយជាទីគោរពដើម្បីជាស្ពានវិធានទៅដល់ការបកស្រាយរាល់ចំណងដែលមាននៅក្នុងប្រធានបទខាងលើឲ្យកាន់តែមានន័យនិងស៊ីជម្រៅថែមទៀតនោះសូមអនុញ្ញាតឲ្យអ្នកខ្ញុំលើកយកទៅពាក្យសិក្សាពីលើគោលជំនុំមកបញ្ចូលជាមួយសិនពាក្យទី1ពាក្យថាផលប៉ះពាល់គឺជាលទ្ធផលសេចក្តីសម្រេចឬការកើនឡើងចេញពីសកម្មភាពព្រឹត្តិការណ៍ឬហេតុការណ៍ណាមួយទៅលើបុគ្គលសង្គមបរិស្ថានឬវត្ថុអ្វីមួយរីឯពាក្យទី2ពាក្យថាអេឡិចត្រូនិកគឺជាបច្ចេកវិទ្យានិងវិទ្យាសាស្ត្រដែលការសិក្សាទៅលើការគ្រប់គ្រងលំហនៃអេឡិចត្រូនិកយកតាមការបកស្រាយនៅពេលកំណត់ខាងលើនេះនៃរបស់ប្រធានចាប់សម្ដៅទៅលើគម្រាមគម្រួលឬលទ្ធផលតាមវិជ្ជាមាននិងអវិជ្ជមានដែលកើតចេញពីការប្រើប្រាស់ឧបករណ៍ទំនើបៗដូចជាទូរស័ព្ទដៃ កុំព្យូទ័រ iPad ទូរទស្សន៍ជាដើមមកលើជីវភាពប្រចាំថ្ងៃរបស់មនុស្សបច្ចុប្បន្ននេះបរិយាអេឡិចត្រូនិកបានក្លាយជាឧបករណ៍បានក្លាយជាផលិតផលមួយដែលកំពុងពេញនិយមក្នុងចំណោមយុវវ័យដោយសារតែវាមានរូបរាងតូចស្នូលទំនើបនិងមានការដូចជាផ្សេងៗគ្នាដែលធ្វើឲ្យយុវវ័យមួយចំនួនយល់ច្រឡំថាវាមិនមានគ្រោះថ្នាក់ដោយបរិយាធម្មតាឡើយតែផ្ទុយទៅវិញបរិយាអេឡិចត្រូនិកបានផ្ទុកនូវសារធាតុគីមីនិងសារធាតុនីកូទីនដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពអ្នកប្រើប្រាស់ទី1បរិយាអេឡិចត្រូនិកប៉ះពាល់ដល់សុខភាពរាងកាយសារធាតុនីកូទីនដែលមាននៅក្នុងបរិយាអេឡិចត្រូនិកអាចធ្វើឲ្យអ្នកប្រើប្រាស់បាត់បង់ការគិតការចងចាំនិងការផ្ដោតអារម្មណ៍សារធាតុនេះក៏អាចបង្កទៅជាជំងឺភ្លើងដង្ហើមដូចជាអកដាំរ៉ៃដង្ហើមខ្លាំងនិងបញ្ហាសុខផ្សេងៗទី2បរិយាអេឡិចត្រូនិកប៉ះពាល់ដល់ការសិក្សានៅពេលដែលសិស្សម្នាក់ចង់តាមប្រើប្រាស់និងមានបរិយាគាត់អាចបាត់បង់ការផ្ដោតអារម្មណ៍ទៅលើការរៀនសូត្រការចងចាំក៏អាចចុះខ្សោយដែលធ្វើឲ្យលទ្ធផលសិក្សារបស់ពួកគេធ្លាក់ចុះជំនួសឲ្យការចំណាយពេលវេលាទៅលើការអានសៀវភៅការសិក្សាពួកគេចំណាយពេលវេលាដែលអត់ប្រយោជន៍តែមិនផ្ដល់ប្រយោជន៍មកអនាគតសោះទី3បរិយាអេឡិចត្រូនិកប៉ះពាល់ដល់សុខភាពគ្រួសារទោះបីវាមើលទៅមិនមានតម្លៃថ្លៃខ្លាំងក៏ដោយប៉ុន្តែបើប្រើប្រាស់ជាប្រចាំវាក៏អាចក្លាយជាការចំណាយដ៏ធំមួយផងដែរប្រាក់នៃយកទៅទិញបរិយាអេឡិចត្រូនិកអាចយកមកទិញសម្ភារៈសិក្សាដូចជាសៀវភៅខ្មៅដៃបន្ទាត់ចល័តឬក៏អាចយកទៅជួយសម្រួលបន្ទុកគ្រួសារបានដូច្នេះបរិយាអេឡិចត្រូនិកមិនត្រឹមតែប៉ះពាល់ទៅដល់សុខភាពរាងកាយប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងប៉ះពាល់ទៅដល់ស្ថានភាពហិរញ្ញវត្ថុផងដែរដើម្បីទប់ស្កាត់បញ្ហានេះយើងទាំងអស់គ្នាត្រូវតែចូលរួមសាលាត្រូវតែបង្កការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃការប្រើប្រាស់បរិយាអេឡិចត្រូនិកឪពុកម្ដាយត្រូវតែអប់រំនិងណែនាំកូនៗឲ្យចូលអំពីផលវិបាករបស់វារីឯយុវវ័យទាំងតត្រូវឆ្លើយតបទៅចំពោះការអប់រំនិងត្រូវជ្រើសរើសសកម្មភាពដើម្បីដំណើរដូចជាការសិក្សាការហាត់ប្រាណការអានសៀវភៅនិងការចូលរួមសកម្មភាពសង្គមជាដើមសរុបមកបរិយាអេឡិចត្រូនិកបានផ្ដល់នូវផលប៉ះពាល់ទៅដល់សុខភាពរាងកាយការសិក្សានិងសេដ្ឋកិច្ចគ្រួសារសូមយើងទាំងអស់គ្នាចងចាំថាសុខភាពល្អគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃចាប់តាំងពីការជ្រើសរើសដ៏ត្រឹមត្រូវនៅថ្ងៃនេះជាចុងក្រោយនេះខ្ញុំសូមអរគុណទៅដល់លោកគ្រូនាយកលោកគ្រូអ្នកគ្រូគណៈកម្មការនិងសិស្សនិស្សិតទាំងអស់ដែលខំចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់ការបកស្រាយរបស់ខ្ញុំតាំងពីដើមដល់ចប់សូមអរគុណ